ជំរាបសួរពុកម៉ែបងប្អូនជាទីរាប់អានបងប្អូនមើលទេសភាពស្រស់ត្រាហើយគេភ្ជួរស្រែដើម្បីឲ្យស្រូវកប់ដើម្បីយកមកហូបកុំឲ្យអ្នកដែលអត់ធ្វើការហ្នឹងកុំឲ្យអត់ប្រយោជន៍ត្រូវចេះធ្វើការឃើញគេបងប្អូនឃើញគេជួយធ្វើស្រែភ្ជួរស្រែហើយនិយាយរួមទេសភាពសត្រាជាងនៅខែប្រទេសគេខែអីបងប្អូនមើលព្រីងច្រើនហ្មងព្រីងច្រើនបងប្អូនមើលគឺទេសភាពចឹងខ្ញុំអាចរស់នៅបានហើយតបមកខ្ញុំញ៉ាំនំញ៉ាំអីញ៉ាំនំខ្មែរកុំឲ្យញ៉ាំនំចិនវាអត់ឈឺបងប្អូនហើយនៅជុំវិញផ្ទះខ្ញុំមានបន្លែប្លុកដាំបន្លែជួស្រែដាំបាយធ្វើម្ហូបអីបាទហ្នឹងបងប្អូនហើយអាខ្លះខ្ញុំធ្លាប់ទៅបេះព្រីងនេះបេះចន្ទីហើយនឹងបេះបាយហើយយកមកជ្រក់មួយអំបិលតេះបានឆ្ងាញ់ហើយនឹងមកហ្នឹងគេហៅថាអាហ្នឹងបានហៅតែញ៉ាំម្ហូបខ្មែរបើញ៉ាំនំចិត្តឈឺហើយអ្នកខ្លះទៀតដឹងថាឈឺអត់ងាយជាមឈឺរហូតបងប្អូនមើលគេភ្ជួរស្រែរហូតហើយអាត្រាក់ហើយតបមកគេភ្ជួររហូតភ្ជួរដល់3ហ្មង3ខ្សែ4ខ្សែ4ស្រែភ្ជួរដល់យប់អត់ឲ្យខាតពេលវេលាដើរលេងអីបងណាដើរលេងអីទៅចោលយកលុយយកទៅចោលហ្នឹងបងប្អូនអានេះមកកូនខ្ញុំតើបងប្អូនកូនខ្ញុំដើររហូតដើរដល់ឡើងគេភ្ជួរស្រែហើយខ្ញុំដើរក៏មើលគេមើលឯងមើលទេសភាពចុយហើយខ្ញុំក៏ដើរមើលទេសភាពស្រស់ថ្លាមើលមកបងមើលស្អាតទេគួរឲ្យបងប្អូនអាចចង់រស់នៅបាត់មើលអានេះខ្ញុំគ្រាន់តែអូសមើលឲ្យមើលមេឃមើលស្រែមើលនេះហេអានេះខ្ញុំបន្លែមួយឆ្កែបងប្អូនវាចូលចិត្តខ្ញុំពេកឃើញទេវាចូលចិត្តខ្ញុំណាស់ខ្ញុំហត់វាហូតាមខ្ញុំហក់ដូចខ្ញុំហូតឃើញទេបងប្អូនគឺខ្ញុំបន្លែមួយឆ្កែទេបន្លែឲ្យវាបន្លែមួយខ្ញុំឃើញទេចេះណាស់វានឹងឈ្មោះមេខ្លាំហើយមាននឹងចេះមែនហើយខ្ញុំដឹកគោឲ្យសៀស្មៅហើយនឹងមើលសុភាពគោហើយនឹងអន្តរាយទឹកទៀតអូបងប្អូនហើយឡើងហ្នឹងក៏ស្រះត្រាដែរតែខ្ញុំក៏រៀងនេះដែរខ្ញុំដាក់ឲ្យគោស៊ីស្មៅតិចទៅវីដេអូខ្ញុំមានតែប៉ុណ្ណឹងខ្ញុំសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា